ផ្លាស់ប្ដូរពីអារម្មណ៍ពីការគិតមកឲ្យចិត្តការប្រើប្រាស់គំនិតការប្រើប្រាស់ចំណេះការប្រើប្រាស់ជំនាញការប្រើប្រាស់ភ្នែកការប្រើប្រាស់តិចការប្រើប្រាស់រាងកាយឲ្យកើតបានទៅជាប្រព័ន្ធកសាងប្រាក់ចំណូលមួយដែលខ្លួនឯងអាចធ្វើបានអញ្ចឹងបងប្អូនកុំភ្ញាក់ផ្អើលតទៅទៀតនៅពេលណាដែលបងប្អូនធ្វើការផ្សព្វផ្សាយពីព័ត៌មានរបស់យើងដោយសារពេលខ្លះបងប្អូនផ្សព្វផ្សាយព័ត៌មានរបស់យើងប្រាប់គេអំពីការរកការងារធ្វើនៅពេលដែលអារម្មណ៍របស់មនុស្សជាទូទៅមកទីនេះនិយាយពីការងារធ្វើគឺគិតពីប្រាក់ខែប៉ុន្តែគាត់បានមកជាជោគជ័យមួយហើយអ្វីដែលជាកិច្ចការងារបន្តត្រូវដឹងថានៅទីនេះការងារយើងគឺមានទេសនាវិស័យច្បាស់លាស់គឺផ្លាស់ប្ដូរផ្នត់គំនិតអូខេចឹងបងប្អូនទៅចាំការងារយើងនេះហៅគេមកផ្លាស់ប្ដូរផ្នត់គំនិតរបស់មិត្តភក្តិយើងរបស់បងប្អូនយើងដែលយើងអញ្ជើញមកទីនេះផ្លាស់ប្ដូរពីអារម្មណ៍ពីការគិតរកការងារដើម្បីប្រាក់ចំណូលប្រាក់ខែមកឲ្យចិត្តពីការប្រើប្រាស់គំនិតការប្រើប្រាស់ចំណេះការប្រើប្រាស់ជំនាញការប្រើប្រាស់ភ្នែកការប្រើប្រាស់តិចការប្រើប្រាស់រាងកាយឲ្យកើតបានទៅជាប្រព័ន្ធកសាងប្រាក់ចំណូលមួយដែលខ្លួនឯងអាចធ្វើបានអូខេដំណើរការងាររបស់យើងជាមួយពួកគាត់គឺធ្វើតាមបេសកកម្ម4ហ្នឹងទី1ជាមិត្តភាពការពិតនិងសេចក្តីស្រឡាញ់និយាយតែរឿងពិតដែលយើងមាននៅទីនេះប្រាប់គាត់ទៅដូច្នេះបងប្អូនព្យាយាមនិយាយតែអ្វីដែលជារឿងពិតល្អហើយល្អប៉ុណ្ណានិយាយប៉ុណ្ណាការងារយើងល្អប៉ុណ្ណានិយាយប៉ុណ្ណាបងប្អូនមិនបាច់លួងលោមគេដើម្បីសុំសេចក្តីស្រឡាញ់ពីគេទេមែនអត់ណាយើងត្រូវបង្ហាញថាយើងជាមនុស្សបែបណាដែលគេគួរតែស្រឡាញ់អូខេខ្ញុំមានទស្សនៈមួយក្នុងស្នេហាបងនឹងមិនសុំទានឲ្យអូនស្រឡាញ់បងឡើយតែបងអាចឲ្យអ្វីគ្រប់យ៉ាងដែលបងស្រឡាញ់ឲ្យខ្ញុំសុំទានឲ្យឯងស្រឡាញ់ខ្ញុំសុំទោសអត់មានទេអូខេបាទខ្ញុំធ្លាប់ប្រាប់បងប្អូននិយាយលេងណាតែស្រឡាញ់ឯងអាមនុស្សប្រុសលុតកូនសុំស្រឡាញ់ណាប្រុសថោកគេក៏ស្រឡាញ់ស្ទើរមិនបានដែរហើយស្រីរំភើបឃើញគេលុតកូនសុំស្នេហ៍បើខ្ញុំវិញមើលឃើញជុំមើលឃើញប្រុសថោកមួយមកសុំស្រឡាញ់ចេះស្រឡាញ់ដែរគេហៅថាស្រឡាញ់បុរសជីសេសអូខេអញ្ចឹងខ្ញុំបកត្រឡប់មកវិញមិនបានខ្ញុំនិយាយរឿងហ្នឹងយើងពន្យល់ពីគម្រោងអាជីវកម្មប្រាប់គេដូចគ្នាបងប្អូនចាំបាច់និយាយអ្វីលើសពីយើងមានធ្វើអីចង់លួងគេមកធ្វើការងារយើងចង់អង្វរគេមកធ្វើការងារយើងក្រោយពីគេមកហើយដូចស្នេហាយើងអូនចង់ទៅដើរលេងអូនចង់ទៅមាត់ទន្លេគ្មានបានធ្វើស្អីទេមែនដូចគ្នាបើយើងប្រាប់ឲ្យគាត់យល់ពីវត្ថុបំណងនៃការងារយើងនៅទីនេះស្រួលអត់បាក់និយាយគ្នាទេត្រូវខំប្រឹងធ្វើការងារដើម្បីកសាងអនាគតរៀងខ្លួនអូខេពួកគាត់ជាដៃគូជំនួយរបស់យើងតែយើងត្រូវធ្វើការងារជាមួយនឹងពួកគាត់ប្រកបដោយការយល់ដឹងវាប្រៀបធៀបដូចជាចាប់ដៃគូជីវិតយកដៃគូដែលយល់ពីគ្នាវាចំណេញពេលច្រើនណាស់មិនចាំបាច់លួងគ្នាទៀតទេនាំគ្នាធ្វើអីឲ្យតែបានប្រយោជន៍សម្រាប់គ្រួសារទៅគឺជោគជ័យហើយអញ្ចឹងក្រោយពីយើងមានមិត្តភាពហើយមិនជាសុខភាពទី1សុខភាពទី2មិត្តភាពក្រោយមកទី3គឺសមត្ថភាពនាំគាត់រៀនឃើញអត់នាំគាត់រៀននាំគាត់ទៅចែកគ្នាយើងដឹងអីខ្លះបញ្យល់គាត់យើងមិនយល់នាំគាត់ជួបអ្នកណាដែលយល់ជាងនឹងបញ្យល់ឲ្យគាត់មានសមត្ថភាពពិតប្រាកដយើងប្រើសមត្ថភាពដែលមានដើម្បីបង្កើតលទ្ធភាពជាក់ស្ដែងអូខេនៅទីនេះយើងមិននិយាយអំពីសមត្ថភាពមិននិយាយត្រឹមតែពីសញ្ញាបត្រមិននិយាយអំពីរឿង certificate ដើម្បីយកមកប្រកួតគ្នាទេយើងចង់ឲ្យបងប្អូនគេមានមូលដ្ឋានសុខភាពរឹងមាំមិត្តភាពល្អប្រពៃសមត្ថភាពយើងវៃបង្កើតបានលទ្ធភាពពិតប្រាកដគឺមានលទ្ធភាពមានចំណូលគ្រប់គ្រាន់មានអាហារគ្រប់គ្រាន់ដូចខ្ញុំលើកឡើងដើម្បីឆ្លើយតបទៅនឹងបច្ច័យ4ដែលប្រពុតលើកឡើងថាការរស់នៅបច្ច័យ4ឬ Maslow basic នេះទី1អីគេអាហារទី2មានលទ្ធភាពបើយើងឈឺគឺថ្នាំសង្កូវអព្យាបាលបានទី3សម្លៀកបំពាក់ស្លៀកពាក់ឲ្យសមរម្យទី4ទីជម្រកសម្រាប់រស់នៅយើងត្រូវការតែ4